លោកអ្នកត្រូវរក្សាអប់រំចិត្តឲ្យបានល្អខ្ពស់បំផុតក្នុងគោលជំហរឲ្យច្បាស់លាស់ចំពោះខ្លួនឯងត្រូវកម្ចាត់ភ្លើងទាំង3កុំឲ្យចូលមកក្នុងជីវិតរបស់យើងព្រោះថាភ្លើងទាំង3នេះគ្មានផ្សែងហុយឲ្យប្រកាសដូចឃើញភ្លើងធម្មតាទេតែវាអាចធ្វើឲ្យយើងវក់វីឆាបឆេះឈួលក្តៅក្ដួលអោរាអាស្រ័យដោយបុគ្គលមិនបានអប់រំមិនបានការពារខ្លួនរក្សាខ្លួនឲ្យបានល្អឯភ្លើងទាំង3នោះគឺរាគៈគិភ្លើងគឺរាគៈបានដល់តម្រេចទោសគិភ្លើងគឺទោសៈបានដល់សេចក្តីខឹងក្រោធមោហគិភ្លើងគឺការវង្វេងបានដល់នៃការប្រកាន់អ្នកណាមួយមានសេចក្តីប្រាថ្នាចង់បានមិនចេះចប់មិនចេះព្រមល្មមគ្រប់គ្រាន់បន្តិចចង់បាននេះបន្តិចចង់បាននោះព្រោះតែចង់បាននោះហើយដោយអំណាចនៃសេចក្តីល្មមដ៏ច្រើនលោកចាត់ទុកថាជាភ្លើងមួយដែរព្រោះដុតកម្លោចបុគ្គលដែលជាអ្នកប្រាថ្នានោះឲ្យវង្វេងវង្វាន់វក់វីនឹងកិលេសកម្មវត្ថុកម្មរហូតដល់អស់ជីវិតដោយមិនបានដឹងអំពីអ្វីដែលជាសេចក្តីទុក្ខនិងដុតកម្លោចនៃជីវិតនេះឲ្យឆាបឆេះរស់រាឡើយបុគ្គលណាមួយហើយចូលចិត្តខឹងច្រើនប្រកាន់ច្រើនព្រោះតែខ្លួនមិនបានដល់គេរីឯគេក៏មិនបានដល់ខ្លួនឯខ្លួនអន់ជាងគេអន់ជាងខ្លួនបុគ្គលច្រើនតែមានភ្លើងទោសៈរមែងដុតកម្លោចកើតចិត្តឲ្យក្តៅក្រហាយទោះបីពេលខ្លះអត់និយាយគ្នាសោះគ្រាន់តែឃើញមុខគ្នាភ្លាមខឹងគ្នាផ្លែតអោលោកអើយលោករឿងដែលមិនគួរកើតបែរទៅជាកើតបុគ្គលបែបនេះច្រើនតែយករឿងអាក្រក់មកដាក់ក្នុងខ្លួនចនិចព្រោះអំណាចនៃភ្លើងដែលមាននៅក្នុងខ្លួនដល់បុគ្គលនោះរមែងប្រកបកើតឡើងឆេះរស់រាលធ្វើឲ្យបុគ្គលនោះទៅទីកន្លែងណាក៏ដោយក៏រមែងតែមានរឿងក្តៅក្រហាយចនិចមិនចេះមានសេចក្តីសុខទេមិនថាពេលយប់ឬពេលថ្ងៃនោះឡើយឲ្យតែខ្លួនគិតឃើញគឺឆេះរស់រាលចនិចបុគ្គលណាមួយហើយរមែងមានការវង្វេងវង្វាន់ភ័ន្តច្រឡំច្រើនបុគ្គលនោះឈ្មោះថាមោហគិគឺការវង្វេងភ័ន្តស្មារតីចំពោះអ្វីគ្រប់យ៉ាងទាំងអស់ដែលកើតមាននៅក្នុងខ្លួននិងជីវិតរបស់អ្នកដទៃសុទ្ធតែស្ថិតនៅក្នុងអំណាចជាអមតៈមិនអាចរលត់រលាយបានតែតាមធៀបពិតអ្វីគ្រប់យ៉ាងទាំងអស់មិនថារូបសម្បត្តិទ្រព្យសម្បត្តិលៀបយសឬអ្វីដែលយើងមាននោះទេតែងតែមានការប្រែប្រួលទៅជាធម្មតាមានជាតិមានកំណើតកើតហើយត្រូវទទួលទុក្ខទោសប្រកបដោយសេចក្តីចាស់ជរាក្រំគ្រាឈឺជំងឺដំកាត់ព្រមទាំងមរណាស្លាប់ចាកសង្ខារទាំងឡាយចំពោះជីវិតរបស់សត្វគ្រប់រូបទាំងអស់មិនថាយើងឬគេនេះទេក៏ប៉ុន្តែបុគ្គលដែលមានការវង្វេងប្រកបដោយមោហគិច្រើនតែភ្លើងនោះប្រកាន់ចំពោះថាអ្វីគ្រប់យ៉ាងទាំងអស់សុទ្ធតែជារបស់ខ្លួនឯងទាំងអស់លោកអ្នកសាទៅសពបរោះទាំងឡាយហើយបើយើងដឹងហើយក៏បីជៀសវាងឲ្យឆ្ងាយជាការល្អព្រោះភ្លើងទាំង3នេះប្រកបដោយរាគៈច្រើនប្រកបដោយការខឹងច្រើនប្រកបដោយការវង្វេងច្រើនរមែងចូលមកដល់បៀតបៀនចំពោះជីវិតរបស់បុគ្គលណាដែលមិនមានធម៌អប់រំផ្លូវចិត្តឲ្យជាក់ច្បាស់ពិតប្រាកដនោះ